ยកំពុងតែដឹកទូកុងតឺន័រជាច្រើនយកមកតាមតំបន់ព្រំដែនបាទឥឡូវនេះគឺបាទស្ថានភាពកាន់តែតានតឹងទៀតហើយបងប្អូនមួយវិញទៀតគឺតាក់ទងជាមួយនឹងបញ្ហាដែលថៃនេះបានប៉ះទង្គិចពាក្យសម្ដីជាមួយនឹងយោធាកម្ពុជានៅក្នុងចំណុចតំបន់ថ្មដាបាទប៊ីនឹងផ្ទុះអាវុធទៀតដោយសារតែបាទផ្ទុះពាក្យសម្ដីនោះខ្លាំងពេកបងប្អូនណាថ្ងៃទី27ខែមីនានេះខ្ញុំមានដំណឹង2ដើម្បីមកចែកជូនជាដំណឹងទៅកាន់បងប្អូនអរគ្នាបាទទី1តាក់ទងជាមួយនឹងថៃកំពុងតែដឹកទូកុងតឺន័រជាច្រើនយកមកដាក់នៅតាមតំបន់ព្រំដែនបាទមិនដឹងថាយកទៅពតឬក៏យកទៅដាក់កន្លែងណាទៀតប៉ុន្តែឃើញថាឥឡូវនឹងយកមកដាក់ហើយបាទទី2នោះគឺតាក់ទងជាមួយនឹងបាទការផ្ទុះពាក្យសម្ដីរវាងគ្នាបាទរវាងបាទកងទ័ពថៃនិងកងទ័ពកម្ពុជារបស់យើងនោះនៅក្នុងតំបន់ថ្មដាបាទតាក់ទងជាមួយនឹងចំណុចទី1នេះគឺកាលពីម្សិលមិញពេលល្ងាចបាទថ្ងៃទី26នេះយើងឃើញថាបាទក្រមយោធាថៃមួយក្រុមដែលដឹកនាំដោយបរិសម្នាក់នេះបាទខ្ញុំឃើញថាគាត់នឹងគឺសកម្មមែនទែនបាទបរិសម្នាក់នោះគឺបងប្អូនបាទជាស្គាល់ហើយដែលយើងឲ្យរហស្សនាមគាត់ថាបរិសអាចបងប្អូនណាឬក៏ថាអាចោសៀមអាចចឹងទៅក៏ព្រោះថាពីមុនមកគាត់នឹងគឺវាមានគម្រោងដឹកអាចយកមកបាញ់ដាក់កម្ពុជាយើងបាទប៉ុន្តែมันបានសម្រេចទេបាទឥឡូវនេះមករយៈចុងក្រោយនេះខ្ញុំឃើញថាអបិហ្នឹងគឺវាបាទរវល់មែនទែនតាក់ទងជាមួយនឹងបញ្ហាព្រំដែនដឹកទូកុងតឺន័រឬក៏មកឌឺដងឲ្យកម្ពុជារបស់យើងហ្នឹងបាទអបិហ្នឹងខ្ញុំសូមមិនអានឈ្មោះវាទេបងប្អូនណាបាទកាលពីម្សិលមិញនោះបាទនៅវេលាពេលល្ងាចបាទយើងគិតថាទូកុងតឺន័ររាប់រយគ្រឿងត្រូវបានដឹកមកតាមបណ្ដោយព្រំដែនថៃនិងកម្ពុជាបាទមានការលើកឡើងថានេះគឺជាសញ្ញាមួយដែលថៃកំពុងតែព្យាយាមពង្រីកឬក៏យកទឹកដីខ្មែរបន្ថែមទៀតបាទដែលរឿងហេតុនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងមានការព្រួយបារម្ភជាខ្លាំងជាមួយនឹងបាទរឿងមួយនេះបើយោងតាមប្រភពព័ត៌មានខាងថៃពួកគេបាននិយាយថាការដឹកទូកុងតឺន័រនេះគឺដើម្បីបាទការពារទឹកដីរបស់ពួកគេបាទអញ្ចឹងគេបញ្ជាក់ឲ្យថាក្រុមពួកអាចោសៀមនេះវាដឹកទូកុងតឺន័រនឹងមកខាងព្រំដែននេះគឺវាបញ្ជាក់ថាវាដឹកមកដើម្បីការពារដីរបស់វាបាទការពារដីរបស់វាត្រង់ណាបងប្អូនណារកមើលបន្តិចមើលតើមកការពារឬក៏មកលួចទឹកដីគេបន្ថែមទៀតបាទនេះវាមិនខុសអីពីចោលលួចបាទមកលួចគេហើយមកប្រាប់គេថាមកការពារបាទមកការពារយ៉ាងម៉េចបាទមកលួចគេហ្នឹងបាទនេះគឺចំណុចទី1បាទអញ្ចឹងយើងចូលទៅកាន់ចំណុចទី2តាក់ទងជាមួយនឹងបាទការផ្ទុះពាក្យសម្ដីរវាងគ្នានឹងគ្នាបាទនៅក្នុងចំណុចថ្មដាខេត្តបន្ទាយមានជ័យបាទប៊ីនឹងផ្ទុះអាវុធទៀតបងប្អូនណាបាទព្រឹត្តិការណ៍ទី2ដែលកំពុងតែមានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបាទតាក់ទងជាមួយនឹងការប៉ះពាក្យសម្ដីគ្នារវាងទាហានពួកអាចោសៀមនិងទាហានកម្ពុជារបស់យើងនៅត្រង់ចំណុចថ្មដាខេត្តបន្ទាយមានជ័យបាទកាលពីល្ងាចមិញនោះភាគីថៃបានបង្ហោះនៅវីដេអូឃ្លីបមួយតាក់ទងជាមួយនឹងការស្រែកកំហុសខ្លាំងមកកាន់យោធាកម្ពុជាដែលបានបញ្ជាឲ្យបាទកងកម្លាំងកម្ពុជារបស់យើងនេះគឺចាក់ចេញអំពីទីតាំងដែលបានឈរជើងបាទដែលពួកវាបានអះអាងថាបាទទឹកដីដែលកម្ពុជាយើងបានឈរដែលវរៈកងទ័ពដ៏អង់អាចកម្ពុជាយើងបានឈរនោះគឺជាទឹកដីរបស់ពួកអាចោសៀមបាទគឺជាទឹកដីរបស់ពួកវាទៅវិញបាទទាំងដែលពួកវានឹងគឺមកឈរនៅលើដីកម្ពុជាយើងនេះបាទកម្ពុជាយើងនេះបើតាមប្រភពអំពីប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់នោះមានបាទបញ្ជាក់ថាមានមេតាហានខ្មែរម្នាក់បានចុះទៅហាមឃាត់មិនឲ្យពួកអាចោសៀមនេះដាក់ទូកុងតឺន័រឬក៏ធ្វើសកម្មភាពផ្សេងទៀតនៅលើទឹកដីខ្មែរនោះទេប៉ុន្តែភ្លាមនោះពាក្យថៃបានស្រែកកំហុសហើយឆ្លោយខ្លាំងថាអាចនឹងមានការផ្ទុះឡើងវិញបាទផ្ទុះយ៉ាងម៉េចបាទវាគាត់ថាអញ្ចឹងណាស្ថានភាពនេះស្ទើរតែផ្ទុះអាវុធទៅហើយបងប្អូនណានៅពេលនោះតែបើតាមការរាយការណ៍នោះប្រជាជននិងសារព័ត៌មានមួយចំនួនក៏បាននៅកន្លែងនោះផងដែរបាទពាក្យថៃនេះនៅតែបន្តចោទប្រកាន់ថាខ្មែរយើងគឺជាអ្នកឈ្លានពាននិងមានអាវុធគ្រប់ដៃនៅលើក្បែរទូកុងតឺន័ររបស់ពួកវាបាទវាទៅជាអញ្ចឹងវិញណាបើតាមខ្ញុំមើលទៅឃើញថាពួកអាចោសៀមនៅទេបងប្អូនណាកាន់កាភ្លើងពេញដៃពេញអីតែម្ដងបាទហើយកាន់កាភ្លើងហើយកាន់កាយទៀតបាទត្រៀមគ្រប់ពេលតែម្ដងដែលឡែកខ្មែរយើងមានបាទកាភ្លើងនៅជាប់ខ្លួនមែនប៉ុន្តែมันបានត្រៀមมันបានកាន់កាយដោយពួកអាចោសៀមនោះទេបាទបងប្អូនគ្នាយល់យ៉ាងណាដែរចំពោះបាទព័ត៌មានទាំងពីរនេះដែលខ្ញុំបានលើកឡើងតាក់ទងជាមួយនឹងបាទគេហៅថាស្ថានភាពជាក់ស្ដែងកាលពីល្ងាចម្សិលមិញនេះហើយខ្ញុំបានលើកយកមកប្រាប់បងប្អូនគ្នានៅព្រឹកនេះបាទសង្ឃឹមថាជាដំណឹងថ្មីហើយបងប្អូនយល់យ៉ាងណាបាទហើយបងប្អូនគ្នាយល់យ៉ាងណាដែរចំពោះសកម្មភាពពួកអាចោសៀមនេះបាទហើយពួកនេះខ្ញុំឃើញថាដូចជាមិនមែនចេញមកពីខាងក្រសួងខាងអីវាទេដោយមើលទៅគឺចេញមកពីបុគ្គលដែលអត់មានខាងក្រសួងខាងអីទេអានេះគឺដូចថាបុគ្គលល្បីនៅក្នុងអ៊ីនធឺណិតអញ្ចឹងណាពួកបុគ្គលជ្រុលនិយមវាហ្នឹងបាទមិនដឹងថាវាមានអំណាចមកពីខាងណាទេបានដឹកទូកុងតឺន័របានដឹកអីបាទសំបីតែពួកទាហានអាចោសៀមវាក៏ស្ដាប់អបិហ្នឹងដែរ
បាទអញ្ចឹងបងប្អូនគ្នាបើយល់យ៉ាងណា comment នៅខាងក្រោមផងបើឲ្យ subscribe trên YouTube ខ្ញុំបាទម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា